បងប្អូនមុននឹងចូលដល់វីដេអូខ្ញុំចឹងបងប្អូនអាចទៅទស្សនាវីដេអូនៅក្នុង YouTube នេះបាទក្នុងហ្នឹងគឺវាអត់មាន address អត់មានព័ត៌មាន bank ទេនៅក្នុងហ្នឹងខ្ញុំអត់បង្ហាញអំពីរបៀបធ្វើទេព្រោះអានេះវានៅក្នុងការងាររបស់ខ្ញុំដែរបន្ទាប់ពីទស្សនាវីដេអូមិញហើយតើបងប្អូនគិតបែបម៉េចហើយចំណុចហ្នឹងខ្ញុំនឹងចែកម្លែកនៅក្នុងវីដេអូហ្នឹង free បងប្អូនអត់ពេញចិត្តឲ្យខ្ញុំចែកម្លែក free ទេបងប្អូនអាចរៀនមួយគាត់ឬក៏ឲ្យ page គាត់ដោះឲ្យទៅខ្ញុំអត់ទទួលដោះទេបងប្អូនហើយនៅក្នុងវិស័យ Facebook នេះគឺគ្មានអ្នកណាគេចេះ Facebook នឹងតែម្ដងចេះរហូតទេគឺ Facebook update រហូតជាងយើងត្រូវតាមតាន់ Facebook បងប្អូនអញ្ចឹង Facebook update ទៅខាងណាយើងត្រូវទៅខាងហ្នឹងគឺវាដោះស្រាយបងប្អូនទៅទស្សនាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះបងប្អូនមក sign up ធម្មតាមួយខ្ញុំទាំងអស់គ្នាបន្តជាដំបូងបងប្អូនចុចអញ្ចឹងចុចអញ្ចឹងហើយដល់ហើយនេះកន្លែងចូលបងប្អូននេះកន្លែង3 off 5ហ្នឹងអញ្ចឹងនេះបងប្អូនមកដោះស្រាយបញ្ហាហ្នឹងមួយខ្ញុំទាំងអស់គ្នាឥឡូវបងប្អូនចុចលើហ្នឹងហើយវានឹងចូលអញ្ចឹងអូតូហើយបងប្អូនចុច next ទៅកន្លែងហ្នឹងគឺវាឲ្យចុច next ហើយបន្ទាប់មកបងប្អូនរងចាំវាលោតចូលបន្តទៀតវាយើងចុច next ទៀតបងប្អូនយើងចុច next ទៀតបន្ទាប់មកទៀតមកដល់ចំណុចនេះបងប្អូនអូសមកហើយចុចនេះគ្រីសកន្លែងកន្លែងវងហ្នឹងបងប្អូនឃើញខ្ញុំគ្រីសអត់ណាហើយបងប្អូនគ្រីសហើយបន្ទាប់មកបងប្អូនចុច next មកគឺវាលោតមកដល់កន្លែងនេះហើយវាឲ្យយើង link ជាមួយ page អញ្ចឹងយើងចុចពាក្យ link មកចុចលើ Q ហ្នឹងមកហើយបន្ទាប់មកលោតមកកន្លែងនេះមកតង់ទៀតចុច next ទៀតដល់ទៅនេះយើង confirm ជាមួយ account យើងនិង page យើងអញ្ចឹងយើងចុច next ហើយបន្ទាប់នេះមកដល់ចំណុចនេះបងប្អូនយក no ទាំងអស់កន្លែងមិញហើយបងប្អូននឹងវាលុបផ្ទាំងនេះអញ្ចឹងបងប្អូនអូសចេញមកបន្ទាប់ពីអូសចេញមកបងប្អូនចុចកន្លែង add តាក់ហ្នឹងអញ្ចឹងកន្លែងនេះដល់ចំណុចសំខាន់បងប្អូនអញ្ចឹងកន្លែងនេះបងប្អូនត្រូវ select យកប្រទេសដែលជា bank ធនាគារបងប្អូនដាក់អញ្ចឹងជ្រើសរើសប្រទេសដែលបងប្អូនដាក់ធនាគារហ្នឹងហើយបន្ទាប់បងប្អូនចុចគ្រីសកន្លែងខាងកហ្នឹងមិញមកបំពេញ option កន្លែងទី2ហ្នឹងមកហើយបន្ទាប់បងប្អូនចុច next កន្លែងហ្នឹងបងប្អូនចុច next មកនេះអញ្ចឹងខ្ញុំបំពេញ option ទី2ហ្នឹងបងប្អូនចាំមិញខ្ញុំនិយាយទៅមុនវាដោយសារតខ្ញុំមើលដែរតែខ្ញុំនិយាយលឿនជាងអញ្ចឹងនេះគឺខ្ញុំមកពេញបងប្អូនពេញកន្លែង option ហ្នឹងមក option មួយគឺខ្ញុំបានពេញហើយអញ្ចឹងពេលយើងជាប់យើងត្រូវពេញ option មួយទៀតអញ្ចឹងបងប្អូនពេញ option មួយទៀតមកហើយចុច next មកនឹងលោតចូលដល់ផ្ទាំងនេះហើយផ្ទាំងនេះបងប្អូនឃើញសញ្ញាទានក្រហមអញ្ចឹងបងប្អូនបាច់ខ្វល់ទេកន្លែងហ្នឹងគេនិយាយពីតាក់ពន្ធទៅសហរដ្ឋអាមេរិកហើយកន្លែងនេះបងប្អូនត្រូវពេញឈ្មោះfull អញ្ចឹងឈ្មោះបងប្អូនណាពេញឈ្មោះកន្លែងឈ្មោះ bank ធនាគារហើយបងប្អូនចុចគ្រីសកន្លែង identity ហ្នឹងមកហើយបន្ទាប់មកបងប្អូនចុច next បន្តទៀតបងប្អូនចុច next បន្តទៀតមកហើយបងប្អូនរងចាំមកហើយមកដល់នេះគឺវាលោតស្លឹកតាក់ឲ្យបងប្អូនហើយបងប្អូន submit from ទៅហើយបន្ទាប់ពី submit from មកគឺវានឹងលោតចេញចាអញ្ចឹងបងប្អូនចុចគ្រីសហើយបងប្អូនចុច done មកចុច done មកបងប្អូនរងចាំនេះគឺវាលោតផ្ទាំងតាក់ឲ្យយើងហើយបន្ទាប់មកបងប្អូនអូសចេញអញ្ចឹងវានៅវល់អញ្ចឹងបន្ទាប់មកគឺវាលោតទៅហើយអញ្ចឹងបងប្អូនចូលមើលកន្លែងខ្ញុំនេះវាបានគ្រីសបានហ្នឹងបងពេលធ្វើបែបហ្នឹងហើយបងប្អូន complete ចូលទៅ confirm ទទួលការស្នើសុំការរកលុយពី Facebook ហ្នឹងអញ្ចឹងបងប្អូនចូលទៅ confirm bank ផង